website ខាងក្រោមនេះនឹងជួយអ្នកយល់ពីការ trade កាន់តែច្បាស់សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Community Panel Trader ក៏ដូចជា Forex Mentor Hub ចឹងថ្ងៃនេះគឺយើងមកបង្ហាញពី website ដែលអ្នកគ្នាគួរតែស្វែងយល់ពីការ trade ទី1 Forex Factory Forex Factory គឺជា website សម្រាប់មើលព័ត៌មានថាចេញម៉ោងណាមិនថាលុយដុល្លារលុយJPY ឬក៏លុយអីផ្សេងនេះគឺមាននៅក្នុងនឹងទាំងអស់តាក់ទងនឹង currency ឬក៏លុយដុល្លារដែលធៀបជាមួយនឹងមាសអញ្ចឹងអ្នកគ្នាអាចមើលបានដែលខ្ញុំនឹងបង្ហាញអ្នកគ្នានៅបន្តិចទៀតគឺយើងសម្រាប់មើលព័ត៌មានអញ្ចឹងព័ត៌មានណាចេញថ្ងៃណាព័ត៌មានណាចេញម៉ោងណាយើងមានទាំងអស់ដូចព័ត៌មានណាន farm យើងមិញចេញថ្ងៃសុក្រថ្ងៃទី7អញ្ចឹង CPI ចេញថ្ងៃ12អាទិត្យក្រោយអញ្ចឹង website នេះសម្រាប់មើល new ក៏បាន trade ហើយនឹង market broker នឹងមានទាំងអស់អញ្ចឹងតែសម្រាប់ខ្ញុំ recommend ឲ្យមើលត្រឹមតែព័ត៌មានដែលចេញម៉ោងណាយើងមើលតែប៉ុណ្្នឹងទៅបានហើយអញ្ចឹងយើងអាចសេរីបានសេរីដាក់ currency ដុល្លារណាក៏បានហើយយើងរើសម៉ោងរើស currency អីទៅចង់មើលមួយណាក៏បានដែរស្វែងលើអ្នកគ្នាអញ្ចឹង website គឺ forexvictory.com អញ្ចឹងអ្នកគ្នាអាច search មើលបានហើយ website សម្រាប់មើលព័ត៌មានទី2 trading view trading view គឺជា website ឬក៏អ្នកគ្នាអាច download យកមកក្នុង laptop ឬក៏ PC ក៏បានសម្រាប់យើងវិភាគផ្សារapply ទៅលើរូបមន្តណាមួយដែលអ្នកគ្នាបានចេះដើម្បីរកកន្លែងចេញឬចូលនៅក្នុងទីផ្សារមាសឬក៏ crypto ឬក៏ currency ហ្នឹងមាននៅក្នុងនោះទាំងអស់អញ្ចឹងអ្នកគ្នាអាចចូលទៅក្នុង website tradingview.com ដើម្បីធ្វើការវិភាគរកកន្លែងចូលទីផ្សារអូខេ website នេះគឺជា website សម្រាប់វិភាគផ្សារគឺជា trading view អញ្ចឹងអ្នកគ្នាចង់វិភាគផ្សារថាចង់ដល់ទីផ្សារទៅណាឬទៅក្រោមទៅលើអ្នកគ្នាអាចវិភាគបានដើម្បីរកកន្លែងចូលទិញឬក៏លក់ឥឡូវយើងចង់ចូលទិញឬក៏លក់យើងត្រូវវិភាគក្នុងនេះសិនបើសិនយើងអត់វិភាគអត់ដឹងថាទីផ្សារវាទៅលើឬទៅក្រោមទេអញ្ចឹងយើងវិភាគឲ្យបានល្អិតដើម្បីដឹងថាទីផ្សារទៅលើយើងបាយឬក៏ទីផ្សារមកក្រោមយើងសាកឥឡូវអញ្ចឹងមាន tool គ្រប់ទាំងអស់អញ្ចឹង tool មួយណាក៏មានដែរអញ្ចឹងអ្នកគ្នាអាចគូបានសិតតែ tool អញ្ចឹងអ្នកគ្នាពេញចិត្តប្រើមួយណាយកមួយណាទៅអូខេមានប៉ុណ្ណឹងទី3អ្នកគ្នាអាចចូល website ហ្នឹងបានអញ្ចឹងអ្នកគ្នាគ្រាន់តែវាយវាថា time zone ទៅអញ្ចឹងនឹងចេញការមើលម៉ោងវាថាម៉ោង time zone ម៉ោងអាស៊ីបិទត្រឹមណាម៉ោង New York បិទត្រឹមណាម៉ោង London បិទត្រឹមណាឬក៏ម៉ោងណាសម្រាប់ចូលម៉ោងបន្តទៀតអ្នកគ្នាអាចមើលបានអញ្ចឹងមើលទៅ 4-5 ដងចាំហើយសម្រាប់ម៉ោងដោយសារតែម៉ោងយើងតែមានតែ3 section ទេអញ្ចឹងអាស៊ី London ហើយនិង New York អញ្ចឹងអ្នកគ្នាអាចមើលបានអញ្ចឹងខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូបាទនេះគឺជា website Forex Market Hour សម្រាប់យើងមើលម៉ោង season នេះវាមានម៉ោង Sydney Tokyo London ហើយនិង New York អញ្ចឹងយើងមើលមកម៉ោងមួយណាយើងចំណាំខ្លួនឯងទៅយើងមើលតែម្ដងពីរដងយើងចំណាំហើយយើងមិនបាច់មើលទៀតក៏បានដែរអញ្ចឹងអត់មានអីច្រើនទេក្នុង website នេះគឺយើងសម្រាប់មើលម៉ោង season time អូខេអញ្ចឹងយើងអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងសម្រាប់3 website នេះអ្នកគ្នាគួរតែយល់ឲ្យបានច្រើនដើម្បីតាមដានទីផ្សារក៏ដូចជាទីផ្សារមាសឬក៏ទីផ្សារ crypto ក៏បានយល់កាន់តែច្បាស់អញ្ចឹងអ្នកគ្នាអាចឆែកមើលបាននៅក្នុង website ដែលខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងអត់មានអីច្រើនទេមានប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយ